ជំរាបសួរណាគ្រូជើងកូនខ្ញុំមុតដៃចឹងយូរហើយក៏ប៉ុន្តែវាចិត្តជាមួយសាហើយឥឡូវវាលោតឡើងមកវិញណាគ្រូហើយខ្ញុំចង់ទិញថ្នាំប្រេងមលូនណាគ្រូយកមកលាបហើយមានថ្នាំអីញ៉ាំទៀតអត់ទេចាណាគ្រូអរគុណច្រើនណាគ្រូជួយមើលជើងកូនខ្ញុំម្ដងទៀតណាគ្រូព្រោះវាជំរាបសួរណាគ្រូកូនខ្ញុំមុតដេកូលណាគ្រូក៏ប៉ុន្តែដេកូលនោះវារៀងចាស់មិនមែនដេកូលថ្មីទេហើយវាយូរហើយ10ឆ្នាំហើយ10ឆ្នាំជាងហើយព្យាបាលទៅវាបានមកធូរហើយកូនខ្ញុំអត់សូវតមកកណ្ដឹងកូនខ្ញុំក្មេងអត់សូវតមកហើយខ្ញុំរវល់ផងក៏ចេះប្រហែលដែរនិយាយទៅគឺខ្ញុំខុសឡើងយ៉ាងដែរណាគ្រូប្រហែលកូនដែរបានតាមដានមើលជាប់ដល់ពេលហើយទៅតែវាអត់មានធ្វើទុកអីក្នុងខ្លួនអត់មានធ្វើទុកអីធម្មតាទេអញ្ចឹងណាគ្រូហើយដល់ពេលឥឡូវបានឃើញណាគ្រូហ្នឹងបានជាវថ្នាំណាគ្រូហ្នឹងឥឡូវវាជាបាន70-80%ហើយវាលេងឈឺហើយនៅឈឺបន្តិចទេណាគ្រូអត់ដឹងថាឈឺផងក៏ប៉ុន្តែវានៅឈឺតិចទេហើយអ្នកគ្រូមើលឃើញចាក់ស្ដែងវានៅរបួសលើបន្តិចដូចអ្នកគ្រូឃើញអញ្ចឹងហើយអ្នកគ្រូថាឲ្យលាបតែថ្នាំបានហើយចង់សួរអ្នកគ្រូថាតើកូនត្រូវតទៀតឬមួយក៏មិនដែរអ្នកគ្រូចង់ឲ្យជាល្អតាមចិត្តខ្ញុំតាមកំណត់ខ្ញុំចង់ឲ្យតមមករយៈទៀតអ្នកគ្រូជួយមើលហើយជួយប្រាប់ខ្ញុំផង